បាទនៃគណៈអភិបាលក្រុងបាត់ដំបងទីក្រុងសម្រាប់លោកដេតសុផាន់អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងបាត់ដំបងទីក្រុងសម្រាប់លោកអំអឿនតំណាងលោកចៅសង្កាត់ស្វាយប៉ោទីក្រុងចឹងសម្រាប់កម្មប្រសាថ្មីនេះយើងនឹងព្យាយាមបង្កើនការជួបជុំអាណាព្យាបាលសិស្សនេះជាចំណុចសំខាន់មួយដោយមានរាជរបបសម្រាប់ស្នប់អាចធ្វើចរាចរណ៍បានហើយនឹងធ្វើយ៉ាងណាឲ្យទីកន្លែងដែលគាត់លក់នេះគឺមានសុខភាពអនាម័យបាទបើសិនតែឲ្យគាត់ដីនឹងធ្វើខ្ញុំស្គាល់ចោះធ្វើស្គាល់ហើយគឺថាដូចវាយបំបីឆ្នាំបាយរបស់គាត់ចឹងគាត់មានអានឹងដើម្បីចិញ្ចឹមកូនឲ្យមករៀនហើយយើងទៅដេញគាត់ពីណាពីណៃហើយអត់មានទីកន្លែងឲ្យគាត់រស់បានសមរម្យទេអានឹងក៏វាពិបាកដែរហើយយើងមិនអាចចាប់វិធានការក្តៅទៅចាប់ដាក់ឡានដាក់អីវាទៅអត់រួចបាទតែការងារនេះយើងនឹងខិតខំធ្វើយ៉ាងម៉េចឲ្យពីតំបន់ហ្នឹងវាមានកុំឲ្យដូចយករេការថាមានអ្នកកិច្ចសាលាកិច្ចអីទៅតំបន់ហ្នឹងចឹងទេតោះតែយើងទាំងអស់គ្នារួមគ្នាបាទទាំងលោកគ្រូទាំងអ្នកគ្រូសូមអបអរសាទរសូមអញ្ជើញអ្នកគ្រូយ៉ាងទូលីសុកលីនៅចាំអ្នកគ្រូគាត់ផ្ដល់រង្វាន់ជូនទទួលរង្វាន់សូមផ្ដល់កិត្តិយសដល់លោកគ្រូមេពោផ្ដល់រង្វាន់ដល់កូនដើម្បីទទួលរង្វាន់ផ្ដល់កិត្តិយសដល់អ្នកគ្រូឆៃច័ន្ទលក្ខណាដល់រង្វាន់ដល់កូន